បាទសូមគោរពជំរាបសួរលោកពុកអ្នកម៉ែតាលោកយាយបងប្អូនទាំងអស់គ្នាដែលតាមដានស្ដាប់នៅក្នុង Channel YouTube របស់ខ្ញុំបាទទាំងអស់ក៏ដូចជាក្នុង Page របស់ខ្ញុំបាទផ្ទាល់បងប្អូនហើយនៅក្នុងថ្ងៃនេះគឺខ្ញុំបាទចង់មកបង្ហាញពុកបងប្អូនគ្នាអំពីជីវិតនៅក្នុងស្រុកស្រែជនបទក៏ដូចជាជីវិតកសិករមកតាមភូមិស្រុករបស់ខ្ញុំបាទទាំងអស់គ្នាហើយនេះគឺជាសកម្មភាពនៃការតែឡើងរស់ដីបងប្អូនបាទអត្រៈគេហៅថាវាយដីនេះគឺសកម្មភាពរស់ដីបន្ទាប់ពីយើងរស់ហើយនៅពេលព្រឹកមិញបងប្អូនមូលហេតុអ្វីបានជាយើងត្រូវរស់ដីហើយមូលហេតុអ្វីបានជាយើងមិនរស់ដីដោយនៅក្នុងវីដេអូនេះគឺដោយសារតែមានសត្វព្រាបក៏ដូចជាសត្វចាបហើយក៏ដូចជាសត្វរិចអីជាដើមហ្នឹងបងប្អូនវាចុះមកស៊ីស្រូវច្រើនពេកអញ្ចឹងណាចឹងហើយគឺតម្រូវត្រូវតែរស់ដីឲ្យវាកប់នៅក្របស្រូវបងប្អូនទោះបីជាមិនបានកប់ក្របស្រូវទាំងអស់ក៏កប់បានខ្លះដែរបងប្អូនកុំឲ្យសត្វវាចុះមកស៊ីច្រើនពេកបងប្អូនបើយើងអត់រស់អត់អីទេសត្វចុះមកស៊ីពេលស្រូវដុះស្រូវលោកមកគឺវាឆក់ល្វែងឬក៏វាដោះកឈីកឆតអត់ស្អាតហើយមួយទៀតរង្វិលអញ្ចឹងណាបងប្អូនអញ្ចឹងទៅបានត្រូវរស់ដីអញ្ចឹងបងប្អូនហើយស្រែពុកម៉ែបងប្អូនខ្លះគាត់អត់រស់កប់ក្របស្រូវដែរបងប្អូនដោយសារតែនៅតំបន់គាត់ឬក៏នៅកន្លែងដែលគាត់ធ្វើស្រែចម្ការហ្នឹងគឺវាអត់មានសត្វចុះមកស៊ីឬក៏អត់មានសត្វចុះមកស្មុះចុះមកចឹកអញ្ចឹងណាបងប្អូនអញ្ចឹងទៅគេអត់រស់អីទេហើយបងប្អូនខ្លះឆ្ងល់រស់ដីហ្នឹងព្រោះស្រូវហើយឬនៅបាទរស់ដីហ្នឹងគឺព្រោះស្រូវហើយពុកម៉ែបងប្អូនព្រោះតាំងពីព្រឹកមិញហ្នឹងបងប្អូនហើយខ្ញុំបាទក៏បានបង្ហោះវីដេអូអំពីសកម្មភាពហើយនឹងរបៀបនៃការព្រោះក្របស្រូវចូលទៅក្នុងវាលស្រែផងដែរបងប្អូនដោយសារសម័យនេះគឺគេលែងស្ទូងលែងដកដើម្បីយកមកស្ទូងតាមវាលស្រែវាលស្រូវអីទៀតដែរបងប្អូនសម័យជឿនលឿនសម័យបច្ចេកវិទ្យាដោយសារតែសម័យមុនហ្នឹងគឺយើងធ្វើតែម្ដងមួយឆ្នាំទេបងប្អូនធ្វើតែម្ដងទេអញ្ចឹងទៅងាប់ហើយពេលចង់ធ្វើស្រូវពីច្រើនធ្វើតែស្រូវធ្ងន់ទៀតបងប្អូនអត់មានធ្វើស្រូវស្រាលដូចសម័យនេះគឺ OM អីដូចឥឡូវទេបងប្អូនឥឡូវមានពូជស្រូវជាច្រើននៅក្នុងប្រទេសកម្ពុជាយើងបងប្អូនធ្វើតែ3ខែ4ខែបានផលបងប្អូនកាលពីមុន10ឆ្នាំជាងមុនហ្នឹងធ្វើរហូតដល់6ខែ7ខែណាបងប្អូនមិនបានប្រមូលផលស្រូវម្ដងអញ្ចឹងណាបងប្អូនហើយទឹកកាលពីមុនហ្នឹងក៏វាបបោហូហៀឲ្យដូចសម័យនេះត្រូវភ្លៀងត្រូវរាំងថតទុយនឹងថតកូនត្រូវខ្លះឆ្ងាយពីទឹកឆ្ងាយពីបន្លាយឆ្ងាយពីមាត់អូហ្នឹងក៏ងាប់ស្វិតក្រៀមសពូនធ្វើទៅអត់បានទិន្នផលអីចឹងទៅបងប្អូនហើយបើបងប្អូនចង់ឃើញនៅវីដេអូព្រោះឬក៏សាបនៅស្រូវរបៀបណាហ្នឹងបងប្អូនអាចចូលទៅមើលក្នុង Channel របស់ខ្ញុំបាទបានថតបង្ហោះអំពីរបៀបនៃការព្រោះស្រូវក៏ដូចជាសកម្មភាពខ្លះនៅពេលព្រឹករបស់ប្រជាកសិករអញ្ចឹងណាបងប្អូនហើយឥឡូវវិលត្រឡប់មកកាន់វីដេអូរបស់យើងវិញវីដេអូនេះគឺខ្ញុំបាទចង់បង្ហាញពុកម៉ែបងប្អូនអំពីសកម្មភាពនៃការរស់
ដីដើម្បីកប់នៅក្របស្រូវកុំឲ្យមានសត្វវាចុះមកចឹកចុះមកស៊ីអីច្រើនពេកអញ្ចឹងទៅណាបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពបងប្អូនគាត់រស់ដីបងប្អូនហើយរស់ហ្នឹងគឺមិនមែនរស់មួយរនោះហើយគឺរួចទេបងប្អូន2ទៅ3រនោះទៅអាចធ្វើឲ្យដីហ្នឹងវាម៉ត់ឲ្យដីហ្នឹងវារលោងឲ្យដីហ្នឹងវារៀបស្មើកប់នៅក្របស្រូវនឹងបានណាបងប្អូនតែយើងរស់តែម្ដងមួយរនោះហ្នឹងគឺវាអត់អាចធ្វើឲ្យស្រូវហ្នឹងកប់ធ្វើឲ្យដីហ្នឹងវារៀបស្មើអីនោះទេបងប្អូនដោយបងប្អូនឃើញនៅសកម្មភាពនេះអញ្ចឹងគឺអូបើកទៅវិញទៅមកមានការជីកនៅក្តារដើម្បីការពារកុំឲ្យមានការហប់នៅអីជាដើមទៀតបងប្អូនភាសានេះមិនមែនដូចជាអត្រៈយើងអង្គុយចាំតែបើកហើយវាយដីយកទេបងប្អូននេះគឺយើងដើរតាមឬក៏រត់តាមប៉ុន្តែឥឡូវគេមានកន្លែងទំនើបវាអាចជីកបងប្អូនណាជីកពីលើហើយយើងបើកគោយន្តនឹងទៅហើយរនាស់ចេះតែរស់ដីនឹងធម្មតាហ្នឹងទៅធ្វើឲ្យអត់សូវហត់នេះគឺដោយសារគាត់នៅឃើញថាដីវាតិចដែរអញ្ចឹងណាបងប្អូនក៏គាត់ខ្ជិលយករបស់របរមកគឺគាត់ចងក្តារនឹងកង់នេះគោយន្តហ្នឹងបងប្អូនប្រាប់គោយន្តហ្នឹងទៅយួរជាមួយក្តារគាត់ឡើងជិះក្តារហ្នឹងទៅដោយសារឲ្យវាហត់ក៏យើងអត់ជិះក្តារជិះអីទេធ្វើឲ្យយើងរត់ឬក៏យើងដើរតាមហ្នឹងហត់ទាំងបងប្អូនណាដោយបងប្អូនឃើញអញ្ចឹងគឺមេឃក្តៅហួតហែងបងប្អូនកាលពីមិនទាន់ព្រោះស្រូវមិនទាន់បាចស្រូវមិនទាន់ភ្ជួរស្រែគឺមេឃស្រទុំមានភ្លៀងធ្លាក់មានរលឹមស្រេចស្រេចអីជាដើមទៅប៉ុន្តែនៅពេលដែលចាប់ផ្ដើមភ្ជួរព្រឹបហើយបាចស្រូវព្រឹបអត់មានឃើញមានភ្លៀងមានអីបងប្អូនវាដឹងមូលហេតុអ្វីដែរបងប្អូនឥឡូវនេះគឺមេឃនឹងកក់ខែតែផ្ដេសតែផ្ដាស់ឲ្យដូចកាលពីចំនួនចាស់មុននេះគាត់ថាដល់ខែវស្សាគឺភ្លៀងគឺភ្លៀងបងប្អូនដល់ខែរាំងប្រាំងខែចែកគឺរាំងបងប្អូនរួចសម័យយើងឥឡូវបងប្អូនឥឡូវនេះភ្លៀងទៅពីទៅពីខែចែកនឹងខែចែកខែវស្សាមិនដឹងខែវស្សាខែប្រាំងមិនដឹងខែប្រាំងភ្លៀងអត់ដឹងខែអត់ដឹងទិសរាំងអត់ដឹងខែអត់ដឹងទិសដែរអញ្ចឹងបងប្អូនរាំងព្រឹបអញ្ចឹងទៅអាស្រូវកំពុងតែបែកគុំធ្វើខួនផើមហ្នឹងចាប់ផ្ដើមរាំងព្រឹបម្នាក់ភ័យដែរបងរាំងធម្មតាតែរាំងស្រូវកំពុងតែធ្វើខ្លួនកំពុងតែផើមនឹងរាំងព្រឹបហ្នឹងវាផើមឡើងចេញលូតឡើងចេញបងប្អូនធ្វើឲ្យស្រូវស្កកបាត់ហ្នឹងបងប្អូនបើយើងអត់មានទឹកមានអីដាក់វាអញ្ចឹងណាហើយនេះគឺស្រូវនេះគឺស្រែនេះគឺលក្ខណៈដូចជាស្រែចំការបងប្អូនដូចជាចំការដែរទេបងប្អូនមិនមែនជាស្រែចំទួទេបងប្អូនភាសាវានៅជាប់ភូមិអញ្ចឹងណាបងប្អូនហើយវាទួលទៀតហើយស្រែនេះគឺដក់ទឹកឲ្យបានទូទៅបងប្អូនភ្លៀងមកហើយរាំងប្រហែលជា 2-3 ម៉ោងទឹកក៏អស់តាមនឹងដែរទៅបងប្អូនអញ្ចឹងណាប៉ុន្តែគាត់តែថាពេលដីហ្នឹងវាជាប់ទឹកជាប់អីដែរអញ្ចឹងបងប្អូនជាប់លក្ខណៈថាវាមិនដក់ទឹកអីទេគាត់ថាវាមានសំណើមជាតិសំណើមណាដូចចាស់គាត់ថតនិយាយថាសាច់យើងមានសំណើមមានថាសាច់យើងហ្នឹងវាមានជាតិទឹកមានអីមើលទៅឃើញទឹកឃើញសាច់ហ្នឹងវាស្រស់ថ្លាស្រស់បោះអញ្ចឹងទៅហើយស្រែហ្នឹងក៏ដីហ្នឹងក៏វាអញ្ចឹងដែរអញ្ចឹងណាបងប្អូនយើងរាំងត្រឹមតែ 4-10 ថ្ងៃក៏អីបងប្អូនកន្លះខែក៏ដីនេះណាប៉ុន្តែបើរាំងចាប់ពីមួយខែឡើងគឺដឹងងាប់ហើយបងប្អូនស្រូវស្រែចំការហ្នឹងគឺអត់នៅទេបងប្អូនហើយមេឃក្តៅហួតហែងបងប្អូននេះព្រោះបងប្អូនហើយក៏សូមអរគុណទៅដល់បងប្អូនដែលចំណាយពេលចំណាយវេលាមកព្រោះបងប្អូនជួយរស់ជួយអីខ្លាចលោភ្លៀងអញ្ចឹងណាពិបាករស់ពិបាកអីហើយណាមួយស្រូវវាអត់ល្អអញ្ចឹងទៅរស់មុនភ្លៀងឲ្យហើយអញ្ចឹងទៅ
xa về prức ngày làng phải tung mong pin đọc mong mùi nó quạt mà rồi ao thôi ở con thực chất một con này làng này về lia chẳng đau hot nơi của này hình phân nó hồn và tại đại quạt nó stang rừng có hồn thấy đi xa nơi kiên phum này chẳng tới có phục và quạt nó có ai màu rồi ai tới để xa nơi chất ấy đai ôn chuột chế tập ở đào từ tại bà từ ngay ấy vẫn còn ở hiện tập đào trong phố để xa quạt nâu riêng mê này chẳng nè tại quạt có mình đôi dân đây mình cha ta đừng có lục có liệt ấy chẳng nè thấy phố đi chỉ cả một việc khla bỏ mùi trong ba thầy nâng mùi đây nâu chộp tia chộp phum chủ mùi kia nó quạt một lên để xa khơi khơi cùi dồn vậy đây chuột đây rồi đây dần tới quạt khơi một lúc thấy miền Nam xoài hết có xoài lúc có trái kia hộp như tôi phoneนี่ให้คือชีวิตเราตามสุขสายจงกาจนบอดกับบ่thôi ปลุกมาบอกโอ้ลูกตาลูกยัยปลุกมาตั้งอ้อได้แต่เมียนแต่เธอเกี่ยวประจำจังนะเรียงรอชน้ำเรียงรอขาได้ก็ดอกเดาเปรี้ยวดีนะไอ้ระดับนี้ก็เดาปิงตุ้มเดาสไลด์ตุ้มđầu phải chơi bay dương tôm đai hồn đầuนี้này tôm chả thằng hồn còn là bây mình đôi thầm na rồi bo riêng vì mình đôi rồi bo brand rồi bo play ok chứ hồn người ta tra mà hộp cho cái ban đã bay đây tam sai tam trong cai rồi ấy ban hồn phải nhưng mà học tên đi tên bây giờ nơi xa nơi hai thì bị chôm chốn cứ dân trơ tinh để xa thì lụa bây giờ đây dân ai xông kia ban ai chơi ban đồng hồ nó miền lụa miền đô ấy thế hồn xoài ấy giống nữa thì pin ấy cái đó dân ai từ việc sai vậy bé tới hồn sai cái đó bé tới còn bây ta cặp mẹ lơ sai kê mùng ri mẹ ấy lơ sai kê chân tư nó chẳng hết là hồn dân cổ rụp đòn chặt sai kê chân tư dân khởi những ai xông mà mát ấy chân tư cũng ai thà dân khơi mà cha kê nó nâng hai bê phật kê ở xông kê ấy chân tư hồn thầy nâng ấy phong mai phồn từng ở kia video này cứ trong bằng hai nâng chìm riêng từ can phục mai phồn ở kia bạn khơi những cả một hiệp khla rồi bỏ sốt rồi bỏ chia cả score dương nó nông được saiตัวนับบอดสังกัดหมดย่องโอนให้นี่คือวันแม่เนื้อเกียนซาเกียนที่ไปจุ่มจนไอเต้พงโอนคือเนื้อง่ายปีซาปีแคดปะหายจากตรง30 10 กิโลไอเชียงโอนไอเมื่อดอกอะไรยมนี่ไปอาโจจะ50 กิโลได้โอนง่ายปีซาง่ายปีมาเจียดได้โอนเอเต้โนเกียพนมโอนโนเกียพนมโอนก็เนี่ยปีมุนนั่นคือโนสกวาอยู่บนอะไรขยมมาสนับเดินนั่งแต่แล้วก็การโจตัวการสุกทำไมบัตเตอร์โอนสุกตโลเซนเจเยอะโอนนักนังขาดโปสัตก็ขณีใช่ไหมนะนักนังตีรูปขาดโปสัตโอนสุกตโลเซนเจไอ้นั่งไอ้ปกมาโอนตัวขณีบาปกมาโอนเป็นจัดในวิดีโอรอวิดีโอเดบัตรอวิดีโอเด็กจะมาบ้านมังคอแล้วขนมบันไดสังคม Facebook ก็โดยจีนในขนม YouTube ไอ้จะได้ผมเอาโอนเป็นจัดโดยจัดไอ้นั่นก็ผลิตไอ้เด็กโดหรือก็คอมเมนต์จะการเลิกไปจัดหรือก็การลำอ้อมอคอสกองไอ้มวยแต่บ้านนั่งตัวหรือการริก้นการลำอ้อไอ้มวยเตี้ยก็ซ้อมผมเอาโอนเพลย์ช่วยจดเปียจิวหรือก็ subscribe ในช่องរបស់ខ្ញុំម្នាក់មួយដើម្បីជាកម្លាំងចិត្តនៅក្នុងការផលិតតាមថតវីដេអូចែកជូនទៅកាន់ពុកម៉ែបងប្អូនបានទស្សនាឲ្យបានឃើញរាល់សកម្មភាពក៏ដូចជីវិតពិតសង្គមពិតនៃការរស់នៅរបស់ពុកតាលយាយពុកម៉ែបងប្អូននៅពេលក្រោយៗទៀតបងប្អូនខ្ញុំបាននឹងព្យាយាមផលិតនឹងថតដិតយកនៅវីដេអូផ្លាយក៏ដូចជាវីដេអូ
តាមស្រុកស្រែចំការព្រៃភ្នំក្រំថ្មជាដើមហ្នឹងតែជូនពុកម៉ែបងប្អូនបានទស្សនាហើយក៏បានឃើញជាបន្តទៀតបងប្អូនហើយនេះគឺសកម្មភាពរបស់បងប្អូនរស់ចិត្តហើយបងប្អូនដល់សល់តែមួយស្រែទៀតហើយបងប្អូនហើយមិនក៏រៀងសតុំចុះបន្តិចបងប្អូនហើយហ្នឹងហើយបងប្អូនវីដេអូរបស់ខ្ញុំបាននេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណសម្រាប់ការចំណាយនៅពេលវេលារបស់ពួកឯងបងប្អូនចុចចូលមើលទាំងអស់គ្នាបងប្អូនណាជួបខ្ញុំបាទនៅវីដេអូក្រោយៗទៀតបងប្អូនអរគុណសូមជម្រាបលាបងប្អូនទាំងអស់គ្នា